វាសួរបងម៉ែបងប្អូនជួបគ្នាសាច់ជាតិថ្មីជាមួយនឹងមុខម្ហូបថ្មីចាតើកូនបងប្អូនតែងទៅសាលារៀនបងប្អូនធ្វើអ្វីឲ្យគាត់ទៅសាលាដែរទេចានេះខ្ញុំថ្ងៃនេះមានវីដេអូចែករំលែកមួយអំពីវិធីធ្វើ sandwich ឡុកឡាក់ចា sandwich ឡុកឡាក់នេះគឺជាមុខម្ហូបមួយឆ្ងាញ់ចាហើយជាទូទៅនៅក្នុងភោជនីយដ្ឋានរបស់នាងខ្ញុំក៏នាងខ្ញុំលក់មុខម្ហូបមួយនេះហើយត្រូវបានជនជាតិបរទេសក៏តែងតែកំងជាប្រចាំផងដែរចាឈ្ងុយឆ្ងាញ់ចាជាប្រភេទឡុកឡាក់ហើយពេលយើងដាក់ជាមួយនំប៉័ងគឺឆ្ងាញ់ទទួលបាននៅរសជាតិជាទីគាប់ចិត្តតែម្ដងចាឥឡូវនេះនាងខ្ញុំចាប់ដើមចម្អិនហើយដែលបងប្អូនឃើញនៅក្នុងវីដេអូគឺនាងខ្ញុំបានចាក់ខ្ទឹមដើម្បីរំលីងចូលរួចហើយនាងខ្ញុំប្រើសាច់គោនេះគឺជាប្រភេទសាច់គោហ្វីលេចាបងប្អូនយកសាច់គោដែលផុយសម្រាប់ធ្វើឡុកឡាក់នៅពេលបងប្អូនឆាទៅមិនធ្វើឲ្យរសជាតិរបស់សាច់គោហ្នឹងវាឡើងស្វិតទេបើសិនជាបងប្អូនយកសាច់គោមិនសូវជាផុយល្អបងប្អូនឆាទៅទុកយូរអត់បានទេចានេះគឺយើងអត់ឆាខ្លាំងទេបងប្អូនសាច់គោនាងខ្ញុំរៀងនៅសល់កកបន្តិចបន្តួចចាដូច្នេះវាអត់ទាន់រលាយអស់ទាំងស្រុងដូច្នេះហើយតែនាងខ្ញុំរៀងកោបានយូរបន្តិចណាបងប្អូនចានាងខ្ញុំមានទឹកសដែលលាយរួចហើយដែលមានអំបិលស្ករប៊ីចេងទឹកត្រីប្រេងខ្យងចាចូលនៅក្នុងនឹងស្រាច់ចានាងខ្ញុំមានដាក់ដូចជាប្រេងល្ងបន្តិចផងដែរនិងប្រេងឆានាងខ្ញុំលាយទុកអញ្ចឹងជាការងាយស្រួលនៅពេលដែលយើងមានមុខម្ហូបដែលភ្ញៀវកំងគឺយើងស្រោចតែមួយស្លាបព្រាពីរស្លាបព្រាហើយគឺហើយចាឬមួយក៏បងប្អូនប្រើជារង្វាល់ទៅតាមបរិមាណនៃមុខម្ហូបបងប្អូនធ្វើចាចំណែកនេះខ្ញុំពេលនេះខ្ញុំចាប់ដើមធ្វើនេះខ្ញុំប្រើសាច់ចំនួន1ខាំគឺទឹកសហ្នឹងគឺមួយកូនវែកចាមួយកូនវែកទូចអាកូនវែកដែលមានដៃតាបងប្អូនចាប្រើទឹកសប៉ុណ្ណឹងហើយជាមួយនឹងបន្លែទៅគីឡូយកមកកលេងហើយល្មមចាឥឡូវគឺយើងបានឆាឆ្អិនហើយយើងចាប់ដើមរៀបចំហាន់បន្លែចាដើម្បីទុករៀបនៅក្នុងសាន់វិចរបស់យើងចាអញ្ចឹងយើងប្រើនំប៉័ង hot dog សម្រាប់ការដាក់សាច់ស្នូលនឹងចូលចាអញ្ចឹងមុននឹងយើងរៀបចំអានឹងបានគឺយើងហាន់បន្លែសិនបន្លែរបស់យើងគឺមាន3ប្រភេទចាទី1គឺជាតសក់ទី2គឺជាខ្ទឹមបារាំងទី3គឺជាប៉េងប៉ោះចាហើយនឹងបងប្អូនមានទ្រាប់ជាមួយនឹងដូចជាសាឡាត់ផងដែរចាបងប្អូនអាចជ្រើសរើសចំណង់ចំណូលចិត្តបងប្អូនចូលចិត្តអីយកដាក់នឹងចាចំណែកការកំងថ្ងៃនេះគឺមានដូចជាសាឡាត់សុតមួយហើយនឹងមួយទៀតនោះគឺដាក់ជាមួយនឹងបន្លែគ្រប់ប្រភេទតែម្ដងប៉ុន្តែភ្ញៀវអត់យកខ្ទឹមបារាំងទេដោយសារអីក៏អត់ចេះញ៉ាំចាអញ្ចឹងឡុកឡាក់នំប៉័ងមួយប្រភេទនេះគឺងាយធ្វើហើយលឿនមែនតើបងប្អូនឲ្យតែបងប្អូនមានសាច់ឲ្យហាន់វាហើយបងប្អូនមានទឹកសហ្នឹងកាន់តែលឿនចាបងប្អូនគាត់យកមកលីងវាឆ្លុកខ្លះហើយគឺហើយបាត់ទៅហើយចាអ្វីដែលនៅសល់ហ្នឹងគឺត្រឹមតែជាការធ្វើដូចជាបន្លែតែប៉ុណ្្នឹងទេចាហើយកុំភ្លេចណាបងប្អូននំប៉័ងគឺបងប្អូនអាចជ្រើសរើសបានដូចជានំប៉័ង hot dog ប៉ុន្តែបើបងប្អូនចូលចិត្តរៀងស្រួយបងប្អូនអាចយកនំប៉័ង baguette ខ្មែរយើងហ្នឹងយកទៅអាំងវាស្រួយបានចាបងប្អូនឃើញនំប៉័ងដាក់សាច់អីហ្នឹងណាគឺនំប៉័ងហ្នឹងឯងយើងយកមកយើងហាន់ហើយយើងដាក់ទៅហ្នឹងគឺស្រួយហើយឆ្ងាញ់តែប៉ុន្តែរសជាតិមួយយ៉ាងម្នាក់បើសិនជាដោយថាអ្នកណាដែលចូលចិត្តរៀងទុនគឺនំប៉័ងនេះត្រូវចាយើងអាំងឲ្យក្តៅទៅស្រួយទៅវាទុនឆ្ងាញ់មួយយ៉ាងដែរចំណែកនេះខ្ញុំចូលចិត្តបាហ្គេតចានំប៉័ងបាហ្គេតហ្នឹងវាអាចញ៉ាំទៅឆ្ងាញ់ប៉ុន្តែដោយសារតែការទុកដាក់របស់យើងទុកយូរទៅវាអត់សូវឆ្ងាញ់ណាអញ្ចឹងនំប៉័ងនេះពេលយើងទុកលើពី2ថ្ងៃដល់3ថ្ងៃអីក៏អីដែរអញ្ចឹងតែនេះខ្ញុំយកនំប៉័ងនេះទុកព្រោះយើងត្រូវការលក់ជាមួយ hot dog ដែរបងប្អូនអញ្ចឹងទៅយើងក៏យកនំប៉័ងហ្នឹងមកដាក់ចាមួយទៀតគឺជាកូនក្មេងអញ្ចឹងក៏អត់សូវចេះទេដូចជាបន្លែអីផ្សេងអញ្ចឹងក៏សុំទៅឆ្លាប់តិចតួចតែប៉ុណ្្នឹងអញ្ចឹងឥឡូវនេះយើងដាក់ចូលសាច់ហើយចានេះខ្ញុំថតអត់ដល់ទេដោយសារថតខ្លួនឯងអញ្ចឹងយើងសេរីអត់កើតយើងដាក់ជើងទុកចោលអញ្ចឹងបងប្អូនចាអញ្ចឹងកូនក្មេងក៏ញ៉ាំតន្ទីចាអញ្ចឹងនេះខ្ញុំដាក់ប៉ុណ្្នឹងហើយចាអញ្ចឹងអូខេមួយហើយជាការស្រេចហើយនៅចូលដល់វគ្គទី2គឺដាក់បន្លែគ្រប់មុខចាមកលេថាមឈុតអត់តែជាមួយនឹងនំអីគេខ្ទឹមបារាំងចាអញ្ចឹងវគ្គទី2នេះគឺដូចគ្នាវគ្គទី3នេះក៏ដូចគ្នាដែរការធ្វើគឺមិនខុសគ្នាអីទេចាបងប្អូនអញ្ចឹងបងប្អូនណាខ្លះធ្លាប់ហូបមុខម្ហូបមួយនេះបងប្អូនជឿថាមុខម្ហូបខ្លះសាមញ្ញប៉ុន្តែញ៉ាំទៅឆ្ងាញ់មុខម្ហូបខ្លះទៀតហ្នឹងគឺមើលទៅវាបាក់ធ្វើវាអីចេះចោះប៉ុន្តែនៅពេលដែលយើងធ្វើហើយទៅមើលទៅគាត់ថាឆ្ងាញ់ប៉ុន្តែញ៉ាំទៅធម្មតាអញ្ចឹងបងប្អូនអាចថាមកពីពេលខ្លះទៅវាអត់ចំកលៈទេសៈឬក៏តាមចំណង់ចំណូលចិត្តនៃរសជាតិខុសថាបានចាសម្រាប់នាងខ្ញុំមុខម្ហូបសាមញ្ញអញ្ចឹងងាយអញ្ចឹងញ៉ាំទៅគឺនាងខ្ញុំចូលចិត្តហើយខ្ញុំគិតថាបងប្អូនឬក៏ភ្ញៀវដទៃក៏ចូលចិត្តដូចតែគ្នាដែរចាព្រោះដោយសារតែពេលនាងខ្ញុំដាក់លក់ហ្នឹងភ្ញៀវក៏ចូលចិត្តញ៉ាំក៏ថាងាយហើយឆ្ងាញ់អញ្ចឹងណាបងប្អូនហើយចំណែកនាងខ្ញុំរីកមិនដែរមុខម្ហូបមួយមុខនេះបងប្អូនអាចយកមកធ្វើញ៉ាំនៅពេលដែលបងប្អូនធ្វើអាហារពេលព្រឹកឬមួយក៏បងប្អូនខ្ចប់ឲ្យកូនយកទៅសាលាចំណែកកូននាងខ្ញុំក៏ចូលចិត្តញ៉ាំដែរពេលដែលគាត់យកទៅសាលារៀនពេលខ្លះនាងខ្ញុំធ្វើអញ្ចឹងគឺងាយហើយពេលដែលបងប្អូនធ្វើទៅកូនរបស់យើងគាត់ញ៉ាំទៅអ
អត់ខុសអីពីនំប៉័ងដាក់សាច់ទេតែគាត់ថាយើងអត់ដាក់ជ្រក់ហើយបងប្អូនគាត់ដូចកូនខ្ញុំគាត់អត់ញ៉ាំជ្រក់អីអញ្ចឹងយកទៅសាលាគឺដាក់អញ្ចឹងទៅគឺគាត់អាចញ៉ាំបានប៉ុន្តែគាត់ថាទុកយូររីកណាបងប្អូនបើសិនជាបងប្អូនមានប្រអប់មានអីចឹងបងប្អូនដាក់សាច់ចូលក្នុងកូនកឡអីមួយទៅហើយដាក់នំប៉័ងហ្នឹងដាក់ជាមួយបន្លែហើយនៅពេលដែលគាត់ចង់ញ៉ាំគឺយកតែសាច់ហ្នឹងយកមកចាក់ទៅញ៉ាំបានហើយចានេះខ្ញុំតែងធ្វើឲ្យកូនគឺនេះខ្ញុំដាក់អញ្ចឹងដែរខ្ញុំមានកូនប្រអប់ទួយដើម្បីយើងដាក់ជាមួយសាច់អញ្ចឹងណាហើយនៅពេលដែលបន្លែហ្នឹងយើងរៀបអញ្ចឹងទៅហើយកូនខ្ញុំក៏ចង់បានអាជីក្បាលគោទៅហ្នឹងនេះខ្ញុំកាត់ហើយនឹងដាក់ចូលក្នុងហ្នឹងហើយនៅពេលដែលគាត់យកទៅដល់គាត់បើកទៅគម្របប្រអប់ទួយហ្នឹងទៅគាត់ចាក់ជាមួយនំប៉័ងគាត់ញ៉ាំបានហើយចាអញ្ចឹងវិធីធ្វើក៏ងាយហើយការវេចខ្ចប់ក៏ងាយដែរមានផាសុខភាពគាត់យកទៅវាអត់ភ័យរឿងហៀបន្លាក់អីទេណាបងប្អូនចាឥឡូវនេះការធ្វើរបស់យើងក៏បានដល់ទីបញ្ចប់ផងដែរចាតើបងប្អូនធ្លាប់សាកមុខម្ហូបមួយមុខនេះហើយនៅបើសិនជានៅទេបងប្អូនគួរតែសាកល្បងចាហើយបើបងប្អូនធ្លាប់បានហូបហើយបងប្អូនអាច comment បានថាបងប្អូនចូលចិត្តឬអត់អញ្ចឹងណាបងប្អូនចាអញ្ចឹងវិធីធ្វើគឺបានដល់ទីបញ្ចប់ហើយនេះខ្ញុំសូមអរគុណសម្រាប់ការដែលទស្សនាហើយនេះខ្ញុំមានchannel YouTube និងនាងខ្ញុំមាន page ផងដែរចាបងប្អូនបើសិនជាចូលចិត្តសូមបងប្អូនជួយធ្វើការចុច like និងចុច share ឲ្យនាងខ្ញុំបានមួយផងចាអរគុណបងប្អូននិងសូមជម្រាបលាបាយបាយ